ជំរាបសួរលោកគ្រូខ្ញុំបូនីនក្នុងវីដេអូនេះដែរខ្ញុំសូមមកធ្វើការបង្ហាញ command path ដែលប្រើប្រាស់នៅក្នុង Linux អញ្ចឹងជាដំបូងខ្ញុំសូម ASH ចូលទៅកាន់ server ដែលប្រើ command ASH user add IP អញ្ចឹងបន្ទាប់ពីចូលទៅកាន់ server ខ្ញុំសូម check មើលថានរណាជាអ្នកនៅក្នុង current user ដែលប្រើ command who am I បន្ទាប់មកខ្ញុំសូមធ្វើការ list តើមាន file អីខ្លះដែលនៅក្នុង server អញ្ចឹងខ្ញុំចង់តម្រៀបវាដោយប្រើ command path ដែលខ្ញុំប្រើ ls សញ្ញាថងនេះគឺតំណាងឲ្យ path ហើយខ្ញុំចង់តម្រៀបវាជាជួរpath ម្ដងទៀត head ហើយខ្ញុំចង់បាន file ទាំង4ហ្នឹងជាជួរនេះអញ្ចឹងចូលមកគឺមាន file តម្រៀបទាំង4ដែលមានលេខនៅពីមុខអញ្ចឹងខ្ញុំសូមធ្វើការបង្កើត file មួយហើយខ្ញុំចូល write something ក្នុងហ្នឹងអញ្ចឹងបន្ទាប់ពីខ្ញុំសូមធ្វើការ save អញ្ចឹងខ្ញុំសូមធ្វើការ list file ដែលខ្ញុំdata ដែលខ្ញុំបានបង្កើតមិញតែប្រកាសមិន អញ្ចឹងសូមទោសលោកគ្រូខ្ញុំប្រើ command ខុសអញ្ចឹងដើម្បីខ្ញុំចូលទៅកាន់ចូលទៅ read file មិញ cat testing path path 14បាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបានដាក់ក្នុង data មិញអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណលោកគ្រូ